ចាសូមគោរពជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះនាងខ្ញុំនាំបងប្អូនមកមើលពីផលវិបាកខ្លះៗក្នុងការលើកដាក់តំណែងឡើងលើកប៉ាល់ពេលខ្លះកប៉ាល់យើងមកដល់ហើយក៏អត់ទាន់ចូលចំណតបានដែរដោយសារតែកំពង់ផែរបស់យើងមានការមមាញឹកមែនទែនហើយធ្វើការនៅលើទឹកមែនប៉ុន្តែតំណែងរបស់យើងហ្នឹងគឺខ្លាចទឹកខ្លាចភ្លៀងខ្លាំងមែនទែនហើយត្រូវការបុគ្គលិកជាច្រើនមកជួយក្នុងការធ្វើការលើកដាក់តំណែងឡើងលើកប៉ាល់ហ្នឹងមិនត្រឹមតែខ្លាចទឹកខ្លាចភ្លៀងទេពុកម៉ែបងប្អូននៅតែលងគឺហុយខ្លាំងមែនទែនដូច្នេះហើយបើសិនជាយើងអត់ពាក់ម៉ាស់ពាក់អីមែនតើគឺវាអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពយើងថែមទៀតផងហើយតឹមគ្នានឹងដែរត្រូវរៀបចំគ្រឿងចាក់ជាច្រើនបើសិនណាជាគ្រឿងចាក់យើងមានបញ្ហាគឺដំណើរការក្នុងការលើកដាក់តំណែងគឺអត់បានប្រសើរទេហើយពេលខ្លះការងារមិនអាចធ្វើអែបច្រាំងបានទេក្រុមការងារទាំងអស់ត្រូវតែធ្វើការនៅកណ្ដាលសមុទ្រហើយដោយបងប្អូនឃើញអញ្ចឹងតើកាលណាកប៉ាល់យើងពេញហើយគឺគេឲ្យយើងទៅធ្វើការនៅកណ្ដាលសមុទ្រដោយសារតែផែមានការមមាញឹកមែនតើអញ្ចឹងចង់ក្រុមការងារគឺត្រូវតែទៅធ្វើការងារនៅកណ្ដាលសមុទ្រនឹងទោះបីមានខ្យល់ព្យុះភ្លៀងខ្លាំងយ៉ាងណាក៏ត្រូវតែទៅធ្វើការនៅកណ្ដាលសមុទ្រដែរដើម្បីឲ្យកប៉ាល់យើងបានចេញដំណើរទៅដោយប្រសើរពេលខ្លះគាត់ធ្វើការក៏មានជួបឧបសគ្គដែរលើកតំណែងឡើងអីជួបការងារគ្រឿងចាក់មានការខូចកដាលទីគាំងអីអាហ្នឹងគឺសុទ្ធតែជាបញ្ហាទាំងអស់ហើយក្រុមការងារយើងអត់បានដេកអត់បានពួនអីទេគឺធ្វើការ24ម៉ោងលើ24ម៉ោងហើយកប៉ាល់រ៉ាដាកប៉ាល់ហ្នឹងគឺចាប់ខ្លាចតែមេឃភ្លៀងទេតែកាលណាមេឃភ្លៀងយើងត្រូវការបិទគ្លុបជាបន្ទាន់ហើយការងារនេះដែរត្រូវការតាំងចិត្តខ្ពស់មែនទែនហើយក៏សូមអរគុណក្រុមការងារទាំងអស់ដែលបានស្រឡាញ់និងចូលចិត្តការងារមួយនេះហើយលះបង់ទាំងកម្លាំងចិត្តនិងកម្លាំងកាយក្នុងការអនុវត្តការងារនេះបន្តតែម្ដងចាសសូមអរគុណ